បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទស្សនិកជនមហាជនជាទីគោរពនៅក្នុងថ្ងៃនេះផងដែរជួយជាមួយខ្ញុំបាទ Mr. IC Channel យើងខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកជួបនឹងតាក់ទងជាមួយនឹងម្ដាយហើយនឹងកូនបាទគឺយាយយ៉យជាមួយនឹងនាយព្រែកបាទអញ្ចឹងយើងឃើញថាកន្លងមកធ្លាប់តែឃើញនាយព្រែកបានបង្ហាញទឹកចិត្តស្រឡាញ់ចំពោះអ្នកម្ដាយបាទក៏ដូចជាមានកាដូជាច្រើនជូនទៅដល់អ្នកម្ដាយដូចជាទិញផ្ទះឲ្យអ្នកម្ដាយបាទមានកាដូប្រចាំខួបកំណត់ឲ្យអ្នកម្ដាយបាទយើងមិនដែលឃើញយាយយ៉យបង្ហាញការស្រឡាញ់ក៏ដូចជាបង្ហាញទឹកចិត្តដ៏ធំធេងចំពោះនាយព្រែកម្ដងណាឡើយបាទនៅពេលនេះយើងមកតាមដានទាំងអស់គ្នាតាក់ទងជាមួយនឹងទឹកចិត្តបាទដែលពុកម៉ែបងប្អូនមិនធ្លាប់បានដឹងពីទឹកចិត្តរបស់អ្នកម្ដាយគឺយាយយ៉យបាទចំពោះនាយព្រែកបាទដូច្នេះសូមពុកម៉ែបងប្អូនតាមដានជាមួយខ្ញុំបាទជាបន្តតាក់ទងជាមួយនឹងទឹកចិត្តរបស់យាយយ៉យបាទអ្នកទាំងអស់គ្នាប្រកាសជាបានស្គាល់តារាកំ pl ែងនិងអាយ៉ៃជើងចាស់អ្នកស្រីនួនសារីហើយយាយយ៉យបាទរួចមកហើយបាទនឹងរត់តែដឹងថែមទៀតថាពិធីករវ័យក្មេងសម្បូរបាទសម្បូរស្រអែមស្រស់នាយព្រែកគឺជាកូនប្រុសពៅរបស់តារាកំ pl ែងជើងចាស់រូបនេះបាទដោយសារតែកន្លងមកម្ដាយហើយនិងកូនទាំងពីរនាក់នេះតែងតែចូលរួមនៅក្នុងកម្មវិធីផ្សេងៗជាមួយគ្នាថែមទៀតផងប៉ុន្តែបាទមានរឿងមួយដែលទស្សនិកជនភាគច្រើននៅតែមិនទាន់បានដឹងនៅឡើយពីទឹកចិត្តយាយយ៉យចំពោះកូនប្រុសរបស់គាត់ជាការពិតណាស់តារាសិល្បៈចាស់វស្សាដែលកសាងភាពល្បីល្បាញយូរឆ្នាំយាយយ៉យបានឲ្យដឹងផងដែរថានៅក្នុងចំណោមកូនកូនទាំងអស់មានចំណុចល្អខុសៗគ្នាប៉ុន្តែបើនិយាយពីទឹកចិត្តស្រឡាញ់វិញគឺអ្នកស្រីតូតុនទៅលើកូនប្រុសពៅរបស់គាត់គឺនាយព្រែកខ្លាំងជាងកូនច្បងទាំងអស់នៅចំពោះមុខទស្សនិកជនដោយមិនខ្លាចកូនបងអាក់អន់ចិត្តនោះឡើយបាទអញ្ចឹងមានន័យថាគាត់មានការបង្ហើបប្រាប់ដោយមិនខ្លាចកូនបងបាទមានការអាក់អន់ចិត្តបាទចំពោះយាយយ៉យបង្ហាញក្តីស្រឡាញ់ចំពោះនាយព្រែកខ្លាំងជាងកូនទាំងអស់អ្នកចម្រៀងអាយ៉ៃសម្បូរបាទសម្បូរដោយវោហារស័ព្ទមិនចេះរីងស្ងួតរូបនេះបានបង្ហើបឲ្យដឹងផងដែរថាអ្នកស្រីដកចិត្តស្រឡាញ់ទៅលើកូនប្រុសពៅច្រើនជាងកូនបងដោយសារតែអ្នកស្រីអាណិតនាយព្រែកជាងគេបាទព្រោះចេះរកប្រាក់មកឲ្យម្ដាយតាំងពីអាយុ7ឆ្នាំមកម្លេះបើទោះបីជាបានតិចក្តីឬក៏ច្រើនក្តីបាទក៏ខំប្រឹងយកមកឲ្យម្ដាយដែរមិនតែប៉ុណ្ណោះថែមទាំងបានចុះកងត្រាជាមួយនឹងម្ចាស់ផលិតកម្មដោយខ្លួនឯងថែមទៀតផងបាទអញ្ចឹងយើងឃើញថានាយព្រែកបានខិតខំស្វែងរកការងារក៏ដូចជាធ្វើយ៉ាងណាដើម្បីឲ្យខ្លួនមានការងារធ្វើរកប្រាក់ឲ្យបានដើម្បីជួយទៅដល់អ្នកម្ដាយបាទអញ្ចឹងយើងឃើញថាបច្ចុប្បន្ននេះនាយព្រែកគាត់មានឱកាសបាទខ្លាចទៅជាពិធីកររបស់ស្ថានីយទូរទស្សន៍បាយ័ននោះរយៈពេលជាង10ឆ្នាំមកហើយអ្វីដែលកាន់តែអស្ចារ្យនោះបាទនាយព្រែកក៏ជាអូនឡើងបណ្ដាក៏បានខ្លាចទៅជាពិធីករបាទនៅក្នុងទូរទស្សន៍ My TV បាទរហូតធ្វើឲ្យគាត់អាចរកប្រាក់ចំណូលបាននៅក្នុងមួយខែគឺខ្ទង់$10,000បាទចូលខ្ទង់$10,000អញ្ចឹងហើយទើបគាត់មានសមត្ថភាពនៅក្នុងការទិញផ្ទះមួយល្វែងក៏ដូចជាខុនដូបាទសម្រាប់ខ្លួនឯងនៅពេលដែលខ្លួនឯងរៀបការរួចអញ្ចឹងយើងឃើញថានាយព្រែកបានជួយទៅដល់ម្ដាយបាទបានទុកចិត្តបាទជិះឡានកញ្ចាស់បាទទុកចិត្តយកលុយហ្នឹងយកទៅទិញផ្ទះឲ្យម្ដាយនៅសិនបាទនេះគឺជាទឹកចិត្តនាយព្រែកបើទោះបីជានាយព្រែកមានគូដណ្ដឹងហើយក្តីនាយព្រែកនៅតែបង្ហាញក្តីស្រឡាញ់និងការជួយជ្រោមជ្រែងទៅដល់អ្នកម្ដាយជានិច្ចអញ្ចឹងហើយបានជាយាយយ៉យគាត់មានចិត្តស្រឡាញ់បាទកូនប្រុសពៅគាត់ជាងគេបាទក្នុងចំណោមបងក្នុងចំណោមកូនគាត់ទាំងអស់ហ្នឹងគឺមានតែនាយព្រែកទេដែលគាត់មានចិត្តតូតុនបាទស្រឡាញ់ច្រើនជាងកូនផ្សេងបាទដូច្នេះពុកម៉ែបងប្អូនបានដឹងហើយពីទំហំទឹកចិត្តរបស់យាយយ៉យគាត់បានបង្ហាញការពិតដែលពុកម៉ែបងប្អូនមិនធ្លាប់បានដឹងបាទព្រោះយើងធ្លាប់បានឮថាគាត់ស្រឡាញ់កូនស្មើគ្នាបាទប៉ុន្តែពេលនេះគឺមានការលំអៀងតិចតួចបាទដូច្នេះរឿងរ៉ាវមួយនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមនេះផងដែរសូមអរគុណច្រើនសូមជម្រាបលា